បើសួស្តីទាំងអស់គ្នាថ្ងៃនេះយើងបន្តនៅអត្ថបទមួយទៀតដល់ថ្ងៃនេះយើងលើកយកមកពីប្រទេសថៃម្ដងតាក់ទងទៅនឹងការកើនឡើងនៃរូបិយប័ណ្ណថៃបាទគឺប្រាក់បាតហ្នឹងធ្វើឲ្យប្រទេសថៃបាទចាប់ផ្ដើមរឹតបន្តឹងច្បាប់ទៅលើការជួញដូរមាសបាទនៅក្នុងសាច់រឿងនេះគឺដោយសារតែការជួញដូរមាសដែលមិនអាចគ្រប់គ្រងបានធ្វើឲ្យមានការកើនឡើងនៃប្រាក់បាតថៃអញ្ចឹងធនាគារកណ្ដាលចាប់ផ្ដើមធ្វើការរឹតបន្តឹងទៅលើការនាំចេញនាំចូលមាសបាទដើម្បីរក្សាឲ្យបាននៅការគ្រប់គ្រងប្រាក់បាតនឹងតម្លៃហ្នឹងកុំឲ្យវាឡើងចុះខ្លាំងពេកអញ្ចឹងសាច់រឿងហ្នឹងសង្ខេបដល់ប៉ុណ្ណឹងអូខេយើងចូលទៅការបកប្រែរបស់យើង Thailand to tighten gold trading rules to hamper currency gain ប្រទេសថៃធ្វើការរឹតបន្តឹង tightens gold trading ការជួញដូរមាស rule ច្បាប់ to hamper currency gain hamper បានន័យថាយើងទប់ណាទប់កុំឲ្យមានការកើនឡើងលើតម្លៃរូបិយប័ណ្ណនឹងបន្ថែមទៀត currency gain បាទ gain ហ្នឹងមានន័យថាយើងទទួលបានឬក៏កើនហ្នឹងបាទវាស្មើទៅនឹងពាក្យ increase ផាកបាយគ្នាហ្នឹងដែរអូខេយើងចូលមកអត្ថបទយើងតែម្ដង The Bank of Thailand planned to tighten reporting requirements for gold transaction after rising bullion flow contributed to volatility in the baht បាទប្រឹងអាចយល់បានប្រមាណដែរគ្នាយើង The Bank of Thailand បាទធនាគារ Bank of Thailand បាទ Bank of Thailand គឺសំដៅទៅលើធនាគារកណ្ដាលរបស់ថៃបាទគឺជាធនាគារដែលមើលការខុសត្រូវលើការគ្រប់គ្រងរូបិយប័ណ្ណចរាចរណ៍នៅលើទីផ្សារក៏ដូចជាភ្នាក់ងាររដ្ឋាភិបាលមួយដើម្បីគ្រប់គ្រងទៅលើគោលនយោបាយរូបិយវត្ថុដូចជាទៅលើអត្រាការប្រាក់អីជាដើមជាទូទៅនៅក្នុងប្រទេសមួយគេតែងតែមាននៅធនាគារកណ្ដាលបាទដូចនៅស្រុកយើងក៏មានដែរយើងហៅថាធនាគារជាតិនៃកម្ពុជា NBC ឬក៏ National Bank of Cambodia ណាបាទ The Bank of Thailand plans to tighten reporting requirement for gold transactions after rising bullion flow contributed to volatility in the baht ធនាគារកណ្ដាលថៃគឺមានគម្រោងធ្វើការរឹតបន្តឹងទៅលើតម្រូវការនៃការធ្វើរបាយការណ៍សម្រាប់ការជួញដូរឬក៏ការទូទាត់មាសបាទ transaction ហ្នឹងមានការទូទាត់ឬក៏ការធ្វើប្រតិបត្តិការបាទ After rising bullion flow បន្ទាប់ពីការកើនឡើងនៅលំហូរនៃមាសដុំបាទ bullion ហ្នឹងគឺសំដៅទៅលើមាសដុំដែលយើងអាចប៉ះបានបើនិយាយ gold ទេវាអាចជា gold ការ spot gold ដែលយើងជួញដូរនៅលើ graph ប៉ុន្តែបើ bullion មានន័យថាវាជាមាសដែលយើងប៉ះបានបាទ contributed to ដែលនាំឲ្យបាទ volatility in the baht ការប្រែប្រួលឬក៏ការប្រែប្រួលឡើងចុះនៃតម្លៃលុយបាតបាទ Governor Vitai Ratanakorn said the central bank is revising rules to require more detailed reporting of gold trades អភិបាលបាទ Governor Vitai Ratanakorn បានលើកឡើងថាធនាគារកណ្ដាលគឺកំពុងតែធ្វើការកែប្រែឬក៏ការ revising ហ្នឹងគឺពិនិត្យឡើងវិញបាទពិនិត្យកែប្រែឡើងវិញនៅច្បាប់ឬក៏បទបញ្ញត្តិ rule to require ដើម្បីទាមទារឬក៏ដាក់ឲ្យមានតម្រូវការជាមួយនឹងការរាយការណ៍ដែលលម្អិតបាទ detail reporting ចំពោះការជួញដូរមាស gold trades allowing regulator ដើម្បីអនុញ្ញាតឲ្យនិយត្តករ to better assess how cross-border settlement may be influencing the currency as reported by Bloomberg ដើម្បីអនុញ្ញាតឲ្យនិយត្តករអាចធ្វើការវិតម្លៃច្បាស់ជាងមុនទៅលើការទូទាត់ឆ្លងព្រំដែន
ដែលអាចនឹងប៉ះពាល់ទៅលើតម្លៃនៃរូបិយប័ណ្ណដោយដែលបានរីកាដោយសារព័ត៌មាន Bloomberg. Gold isn't directly regulated in Thailand and it is still being discussed who will be the regulator, Vitai told reporters during the weekend. Vitai បានប្រាប់ទៅអ្នកយកព័ត៌មានកាលពីចុងសប្តាហ៍គឺកំឡុងពេលចុងសប្តាហ៍ថាមាសគឺពុំត្រូវបានធ្វើនិយត្តកម្មពេញលេញឬក៏ដោយផ្ទាល់ទេនៅក្នុងប្រទេសថៃហើយក៏វាស្ថិតនៅក្នុងដំណាក់កាលនៃការជជែកថាតើអ្នកណាគឺធ្វើជានិយត្តករនៅឡើយបាទ If exporters send gold to Cambodia and settle in cryptocurrency បើសិនបើអ្នកនាំចេញមាសហ្នឹងគេផ្ញើមាសទៅប្រទេសកម្ពុជាហើយធ្វើការទូទាត់ settle បាទជាលុយ crypto បាទ which I believe is true តែខ្ញុំជឿថាវាអាចនឹងជាការពិតឬក៏វាអាចនឹងទៅរួច we won't see anything at all បាទដូច្នេះមិនគឺយើងមិនអាចមើលឃើញអីទាំងអស់ so we need to move closer and see what we can do ដូច្នេះយើងត្រូវតែបោះមួយជំហានទៀតបោះឲ្យកាន់តែចិត្តហើយមើលឲ្យឃើញថាតើយើងអាចធ្វើអ្វីបាន Gold became a contentious issue earlier this year after the central bank identified it as one factor behind the baht's sharp appreciation despite sluggish economic growth. មាសបានคล้ายទៅជាបញ្ហាដ៏ចម្រូងចម្រាសមួយបាទ contentious យើងអាចប្រើពាក្យមួយទៀតថា controversial បាទមាសបានคล้ายទៅជាបញ្ហាចម្រូងចម្រាសមួយនៅដើមឆ្នាំនេះគឺបន្ទាប់ពីធនាគារកណ្ដាលបានរកឃើញថា identify វាគឺជាកត្តាមួយនៅពីក្រោយការឡើងថ្លៃនៃប្រាក់បាតយ៉ាងឆាប់រហ័ស despite sluggish economic growth បើទោះបីជាសេដ្ឋកិច្ចកើនឡើងយឺតក៏ដោយកំណើនសេដ្ឋកិច្ចយឺតក៏ដោយ sharp បាទគឺការកន្លែងនេះវាគឺជាពាក្យមួយស្តីងនឹងបើយើងថាមុតបានន័យថាវាមុតវាអត់យឺតត្រាត់មុតវាឆ្វាច់អញ្ចឹងណាបើដល់ពេលយើងប្រើជាមួយពាក្យ sharp appreciation មានន័យកើនឡើងវាស្តីងទៅពាក្យ increase បើពាក្យផ្ទុយរបស់វាគឺ depreciate ណាអញ្ចឹងមានន័យថាបើកើនយ៉ាងចាប់រហ័សគឺ sharp appreciation despite បើទោះបី sluggish ហ្នឹងគឺយើងប្រើពាក្យថារបស់មួយដែល inactive ឬក៏ slowly moving អានេះវាដើរអត់ទៅមុខណាបាទអញ្ចឹងចំនួនវាឆ្ងល់ថាហេតុអីបានជាលុយបាតវាកើនឡើងតម្លៃម៉េះបាទនៅពេលដែលសេដ្ឋកិច្ចហ្នឹងវាអត់សូវដើរប៉ុណ្ណឹងបាទ The currency reached a 4-year high in September តម្លៃនៃលុយឬកម្លៃនៃរូបិយប័ណ្ណនេះគឺកើនឡើងខ្ពស់ខ្លាំងនៅក្នុងរយៈពេល4ឆ្នាំបាទកាលពីខែកញ្ញា in September hurting the competitiveness of export and tourism ដែលនេះនាំឲ្យប៉ះពាល់ទៅដល់ភាពប្រកួតប្រជែងនៃការនាំចេញនិងវិស័យទេសចរណ៍ which together account for about 70% of Thailand gross domestic product ដែលទាំងពីរនេះបាទ with together គឺដែលទាំងពីរនេះគឺរ៉ាប់រងបាទប្រមាណជា 70% នៃ GDP របស់ប្រទេសថៃបាទឬក៏ផលិតផលក្នុងស្រុករបស់ប្រទេសថៃបាទ gross domestic product The move is part of a broader effort by the Bank of Thailand ដែលការធ្វើសកម្មភាពថ្មីនេះបាទគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយឬក៏ជារួមជាទូទៅឬក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់បាទរបស់ Bank of Thailand ដើម្បី to take more a hands-on approach and remain closely aligned with the real economy to take more hands-on approach បាទនេះគឺជា move មួយថ្មីរបស់ធនាគារកណ្ដាលថៃដើម្បីធ្វើសកម្មភាពដោយផ្ទាល់
បាទ hands on ដោយផ្ទាល់ with approach វិធីសាស្ត្របាទធ្វើវិធីសាស្ត្រឬក៏យើងប្រើថារបៀបបាទ approach ដើម្បីធ្វើសកម្មភាពបាទដាក់អនុវត្តវិធីសាស្ត្រដោយផ្ទាល់បាទ and remain closely aligned with the real economy នឹងនៅតែរក្សាបាននៅភាពជិតស្និទ្ធឬក៏ភាពដូចទៅនឹងអ្វីដែលសេដ្ឋកិច្ចពិតហ្នឹងគឺកំពុងតែមានសកម្មភាពបរិស្ថាន real economy កន្លែងនេះបានហៅថាសេដ្ឋកិច្ចកើនប្រព័ន្ធណាវាគួរតែប្រាក់បានហ្នឹងវាកើនឬក៏ថយឲ្យវាពិតទៅនឹងសារភាពសេដ្ឋកិច្ចជាក់ស្ដែងប៉ុន្តែនៅពេលដែលមានការចរាចរណ៍ការជួញដូរមាសដែលมันអាចគ្រប់គ្រងបានវាធ្វើឲ្យប៉ះពាល់ទៅលើតម្លៃលុយបាតហ្នឹងដែលខាងធនាគារកណ្ដាលថៃហ្នឹងគឺគ្រប់គ្រងអត់បានបាទ The governor said that the central bank will rely on more targeted measures to address structural imbalances instead of broad monetary tools លោកអភិបាលបានលើកឡើងថាធនាគារកណ្ដាលនឹងជឿជាក់ឬក៏ពឹងពាក់ទៅលើ measures បាទវិធានការ target វិធានការគោលដៅដើម្បី address structural imbalances address នេះគឺដោះស្រាយ structural imbalances បាទ imbalance មកពីពាក្យពាក្យផ្ទុយវាគឺ balance អញ្ចឹង balance បានតុល្យភាពបាទគឺអតុល្យភាពនៃរចនាសម្ព័ន្ធបាទ structural imbalances instead of broad monetary tool ជាងការប្រើប្រាស់នៅbroad monetary tools ការប្រើប្រាស់នៅគោលនយោបាយរូបិយវត្ថុខ្ញុំលើកឡើងវិញពីដើមតិច monetary បាទគឺបានន័យថាជា monetary tool គឺសំដៅទៅលើគោលនយោបាយរូបិយវត្ថុបើយើងនិយាយពីរូបិយវត្ថុគឺនិយាយដល់លុយដែលចរាចរណ៍ក្នុងទីផ្សារខ្ញុំលើកឡើងវិញបាទធនាគារកណ្ដាលមានតួនាទី2គឺគ្រប់គ្រងចរាចរណ៍លុយនៅលើទីផ្សារហើយនឹងកំណត់នៅគោលនយោបាយរូបិយវត្ថុដែលគោលនយោបាយរូបិយវត្ថុហ្នឹងគឺសំដៅទៅលើការដំឡើងឬក៏បន្ថយអត្រាការប្រាក់ជាងកន្លែងនេះគាត់និយាយថាគាត់នឹងធ្វើការដោះស្រាយបញ្ហានេះដោយមានវិធានការជាក់លាក់គោលដៅបាទមានជាក់លាក់ដើម្បីដោះស្រាយនៅរចនាសម្ព័ន្ធដែលវាមិនមានតុល្យភាពនេះជាងការប្រើប្រាស់នៅគោលនយោបាយរូបិយវត្ថុឬក៏មធ្យោបាយឬក៏ឧបករណ៍រូបិយវត្ថុបាទតាមពិតកន្លែងនេះបើសិនជាយើងនិយាយថា monetary tool បើសិនជាគេមិនចង់ឲ្យលុយបាតឡើងថ្លៃគេព្រិនលុយថែមទៅប៉ុន្តែកន្លែងនេះគេអត់ចង់ប្រើរបៀបនឹងទេគេចង់ដោះស្រាយតាមដោយដោះអ្វីដែលគេហៅថាវាជា structural imbalance ហ្នឹងជាងការប្រើប្រាស់នៅគោលនយោបាយរូបិយវត្ថុវាជារឿងបច្ចេកទេសឥឡូវយើងបកប៉ុណ្ណឹងយើងទៅមុខទៀត Earlier this month the central bank also announced plans to tighten oversight of financial intermediary and set up monitoring of suspicious money flows as part of a wider crackdown on financial risk នៅដើមខែនេះបាទ earlier this month ធនាគារកណ្ដាលក៏បានប្រកាសផងដែរអំពីគម្រោងដើម្បីពង្រឹងនៅការពិនិត្យបាទ oversight of financial intermediary អន្តរការីហិរញ្ញវត្ថុ and stepped up monitoring of suspicious money និងចាប់ផ្ដើមធ្វើសកម្មភាពពិនិត្យមើលទៅលើលុយដែលមានជាប់
ការសង្ស័យបាទចរាចរណ៍លុយដែលជប់ការសង្ស័យ flow បាទលំហូរនៃបាទ as part of wider crackdowns ដែលជាផ្នែកមួយនៃការបង្ក្រាបខ្នាតធំទៅលើហានិភ័យហិរញ្ញវត្ថុ financial risk. In September, the Thai government said it was considering imposing a tax on physical gold trading to slow the rally of the baht. កាលពីខែកញ្ញារដ្ឋាភិបាលថៃក៏បានលើកឡើងថាខ្លួនកំពុងធ្វើការពិចារណាដើម្បីយកពន្ធបាទ impose ហ្នឹងបានគាត់យើងអាននិយាយបានបើយើង impose the law បានយើងអនុវត្តច្បាប់បាទតែនេះគឺ impose a tax គេថាដាក់អនុវត្តការយកពន្ធ on physical gold trading ទៅលើការជួញដូរមាសពិតឬក៏មាសរូបិយបាទ physical រូបិយ to slow the rally of the baht ដើម្បីពន្យឺតនៅការកើនឡើងនៃតម្លៃលុយបាត rally ហ្នឹងគឺការកើនឡើងបាទវាដូចជាពី increase ឬក៏ gain ដែលយើងរៀនពីដើមមកអញ្ចឹងជាធម្មតាពាក្យ rally ហ្នឹងគឺយើងឃើញប្រើច្រើននៅក្នុងវិស័យផ្សារហ៊ុនដែរបាទ stock rally អាការកើនឡើងនៃតម្លៃពាក្យហ៊ុនបាទបើថាតម្លៃប្រេង oil price rallied វាក៏ជាការកើនឡើងនៃតម្លៃប្រេងច្រើនអញ្ចឹងតែបទរបស់យើងចប់ប៉ុណ្ណឹងបាទមានសំណួរអីអាច leave នៅក្នុង comment របស់យើងបានហើយយើងនឹងមានវីដេអូបន្តទៀតអរគុណជូនពរសុខភាពល្អយើងជួបគ្នានៅពេលបន្តអរគុណច្រើន